từng crom nè cho bọc on trại chiếtประจำ Asia Pacific ដែលពេលនោះខ្ញុំក៏ទៅបាងកកទៅបដោះបដាលច្បាប់អន្តរជាតិនៅបាងកក2019បាទយើងមានក្រុមរបស់យើងក្រុមអ្នកច្បាប់អន្តរជាតិប្រចាំតំបន់ Asia Pacific ហើយ2018ខ្ញុំទៅ UN រឿងច្បាប់អន្តរជាតិជាពិសេសច្បាប់សមុទ្រផងដែរនិងអភិបាលកិច្ចសកលយើងមានក្រុមច្បាប់អន្តរជាតិរបស់យើងបាទអញ្ចឹងខ្ញុំប្រាប់គេទៅប៉ុណ្្នឹងគ្រាន់តែមកចំណុចផងអត់តន់លើករឿង S16 Gripen ផងបាទហើយថៃដែលលើកថាមេត្រា51វាយកម្ពុជាផ្អែកលើមេត្រា51នោះក្រុមអ្នកច្បាប់អន្តរជាតិខ្ញុំហួសចិត្តបាទមិនលើកមេត្រា51ទៅការពេលខ្លួននេះលើកមេត្រា51នោះបញ្ជាក់ថាខ្លួនឯងរំលោភមេត្រា51ហ្នឹងនៃធម្មនុញ្ញ UN ហ្នឹងតែម្ដងដោយសារមេត្រា51វាយបានប្រើប្រាស់បានលុះត្រាតែ authorized by UNSC UNSC បាន authorized ឲ្យថៃវាយកម្ពុជាទេលើកមកគឺសម្លាប់ខ្លួនឯងវិញប៉ុន្តែថៃយល់លេសហើយចាប់កាន់ថាការបើកការវិភាគជើងពីកម្ពុជាដោយសារបញ្ហាមីនទី1ទី2បញ្ហាសំខាន់ដែរដែលយើងដឹងគ្រប់គ្នាគឺចោតកម្ពុជាជាមជ្ឈមណ្ឌល scam online តើអន្តរជាតិខាងក្រៅហ្នឹងគេជឿថៃទេគេមើលឃើញចំណេះចំពោះបញ្ហាអន្តរជាតិកន្លែងនេះក៏ខ្ញុំបានទៅជែកមួយក្រុមអ្នកច្បាប់អន្តរជាតិខ្ញុំដែរគេមើលឃើញថាក៏ដូចជាខ្ញុំបានបញ្យល់គេថាមីនគឺនៅក្នុងទឹកដីកម្ពុជាតាំងពីចំនួនសង្គ្រាមស៊ីវិលមកបាទតាំងពីឆ្នាំ8ជាង9បាទ7ជាងបាទរហូតមកដល់សម័យអន្តៈឆ្នាំ93មកបានយើងស្បើយបាទប៉ុន្តែមីននៅសល់ពេញដីបាទគឺពិភពលោកគេដឹងយ៉ាងសាមញ្ញមីនលើទឹកដីកម្ពុជាអញ្ចឹងរាល់មួយករណីនៃការផ្ទុះមីនមានន័យថាស្មើនឹងមួយករណីនៃថៃឈ្លានពានចូលទឹកដីកម្ពុជាផ្ទុះមីនមួយករណីស្មើនឹងឈ្លានពានមួយករណីនេះខ្ញុំបញ្យល់ទៅអ្នកច្បាប់អន្តរជាតិបាទព្រោះមីននៅក្នុងទឹកដីកម្ពុជាបាទបើអ្នកឯងមានចិត្តស្មោះត្រង់ក្នុងនាមជាអ្នកចិត្តខាងល្អហេតុអីមិនជជែកមើលឥឡូវយើងជជែកគ្នាមើលតោះរបស់ព្រំដែនខាងណារបស់កម្ពុជាខាងណារបស់ថៃយកអនុសាសនៈការយោគយល់ឆ្នាំ2000យើងមករឿង simple សាមញ្ញប៉ុន្តែគឺជាចេតនាផ្ទៃក្នុងវាសុទ្ធសាធហើយកេងចំណេញ de facto ជាពិសេសគឺចេតនាឈ្លានពានកម្ពុជាច្បាស់កន្លែងតែម្ដងបាទអញ្ចឹងអ្នកច្បាប់អន្តរជាតិគេមកគឺគេរកចំណុចវិវាទឃើញគេដឹងចេតនាថៃពិតប្រាកដតែម្ដងបាទគឺអត់មានអ្វីដែលត្រូវទៅផ្ទុះសង្គ្រាមសូម្បីតែលើកទី1លើកទី2អត់មានប៉ុន្តែដល់គេកលេចមកឃើញមកខាងកម្ពុជាគឺអត់មានបញ្ហាផ្ទៃក្នុងនយោបាយទេដល់កលេចឃើញថៃនាយករដ្ឋមន្ត្រីដូរប្រមាណដងហើយរដ្ឋប្រហារប្រមាណដងហើយ20ឆ្នាំចុងក្រោយហ្នឹងបាទអន្តរជាតិគេដឹងទាំងអស់បាទលាក់គេអត់ចិត្តទេគ្រាន់តែថាអ្នកខ្លះគេនិយាយអ្នកខ្លះគេមិននិយាយប៉ុន្តែលាក់គេអត់ចិត្តទេសិតតែបញ្ញវន្តសិតតែអ្នកចេះដឹងសិតតែអ្នកវិភាគវេតម្លៃមិនងាយទទួលយកព័ត៌មានមកខាងហើយវេតម្លៃទេបាទគេត្រូវមើលទៀតតើកម្ពុជាអាចទៅរួចអត់17លានអ្នកជាមួយ70លានអ្នកជាងបាទអញ្ចឹងអន្តរជាតិគេមើលមកគឺបើនិយាយឲ្យខ្លីគឺថាការចោទប្រកាន់មកលើកម្ពុជាថាឈ្លានពានទឹកដីថៃកាន់តែយូរថៃកាន់តែអស់តម្លៃនៅលើឆាកអន្តរជាតិថៃកាន់តែបាត់បង់នៅទំនុកចិត្តនៅលើឆាកអន្តរជាតិហើយលើកMOU 2001នេះមកទៀតរឹតតែធ្វើឲ្យថៃនឹងបាត់បង់ទំនុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិទៅទៀតបាទនិយាយដល់បញ្ហាMOU